ឥឡូវនេះបងមានវិបត្តិអីឥឡូវទេបងឯងសម្រួលអារម្មណ៍មួយហើយបងរនឹកថាតើផ្ទះបងនៅទីណាបងប្រាប់អូនមកអូននឹងធ្វើការឲ្យកង់3ឬមកក៏ប្អូននេះមានក្រុមការងារប្អូនឲ្យជូនបងឲ្យទៅដល់ផ្ទះតែម្ដងណាបងស្រីឥឡូវបងជម្រាបបានអត់បើបងនៅតែយំបងនៅតែស្រែកអញ្ចឹងគឺអត់អាចបានដល់ផ្ទះកើតទេព្រោះបងកង់3ក៏ត្រូវការបន្តដឹកភ្ញៀវអតិថិជនផ្សេងទៀតណាបងស្រីខ្ញុំផ្ទះនៅថ្មគោលបងផ្ទះបងនៅថ្មគោលណោះហ្នឹងហើយបងស្គាល់ផ្លូវចូលផ្ទះបងអត់ស្គាល់ហើយចុះមិញកង់3គាត់ដឹកបងទៅថ្មគោលមិនក៏បងអត់ប្រាប់ផ្លូវចូលផ្ទះខ្មាស់គេមកយល់អត់ខ្ញុំខ្មាស់គេរឿងអីបងមានបញ្ហាអីវិបត្តិអីឥឡូវបងជូនបងទៅផ្ទះមួយកង់3អូខេអត់អូខេឥឡូវបងទៅមួយខ្ញុំជូនបងទៅដល់នងងណាខ្មាស់អីគ្រួសារយើងហ្នឹងកុំខ្មាស់ណោះបងប្អូនអើយបបាក់ហ្នឹងដឹងតើគាត់មានបញ្ហាអីពិតប្រាកដទេនេះខ្ញុំទទួលបានព័ត៌មានពីអ្នករត់កង់3ដែលគាត់បានដឹកអតិថិជនជាស្ត្រីសស្អាតម្នាក់ហើយបន្ទាប់ពីគាត់ដឹកទៅនឹងឃើញថាស្ត្រីនឹងអត់ស្គាល់ទេថាតើត្រូវទៅគោលដៅណាទេហើយគាត់នៅតែបន្តធ្វើការយំជាបន្តអត់ដឹងថាតើគាត់មានវិបត្តិអីឥឡូវនេះតើយើងអាចជួយគាត់បានដោយរបៀបណាហើយតើយ៉ាងម៉េចខ្ញុំនឹងទៅសាកសួរគាត់ហើយបើជួយគាត់បានដោយរបៀបម៉េចខ្ញុំនឹងជួយតាមជាក់ស្ដែងហើយបងយ៉ាងម៉េចដែរបងព្យាយាមធ្វើអស់លីងមានអ្នកណាធ្វើអីបងមែនឥឡូវបងអាចទៅផ្ទះបានអត់បើបងទៅផ្ទះបានប្អូនឲ្យកង់3ជូនបងទៅហើយខ្ញុំជិះម៉ូតូតាមពីក្រោយទៀតនឹងបងអាចទៅបានតើផ្ទះបងនៅទីណាឲ្យពិតប្រាកដបើសិនបើបងមិនទាន់អាចប្រមូលអារម្មណ៍ខ្លួនឯងចាំថាផ្ទះនៅទីណាទេខ្ញុំឲ្យបងកង់3រួមជាមួយនឹងខ្ញុំនឹងដុបបងទៅសម្រាប់នៅប៉ុស្តិ៍សិនអញ្ចឹងហើយបងអស់ប្រមាណអីប្រមាណទៅអញ្ចឹងអស់16000បាទឥឡូវបងជូនបាយ15000ណាណាអូនជូនបាយ15000ណាបាទអត់អីទេបងខ្ញុំចេញលុយឲ្យកង់3ហើយបងហើយខ្ញុំជូនបាយប៉ុណ្ណឹងបងណាកុំប្រកាន់អញ្ចឹងគាត់មកជិះកង់3បាយនេះពីណាមកតាណាពីបរិយភពថ្មីអាច្រកក្រោយជាប់ផ្លូវក្បាត់ក្រុង50ម៉ែត្រជិតវត្តអធិសាញ់បងគាត់ឡើងជិះកង់3បងឯងដំបងតើគាត់ប្រាប់បាយថាម៉េចគាត់អត់និយាយគាត់យំហើយមានអ្នកបុកភីងឲ្យហ្នឹងថាមកថ្មគូដល់ផ្ទះគេថាឲ្យទេគេផងបងប្អូននេះមានអ្នកបុកឃីងឲ្យគាត់ឲ្យបងប្រុសនឹងដឹកមកថ្មគោលបងប្អូននេះលេខទូរស័ព្ទនេះហើយដែលបានធ្វើការបុកឃីងបងប្រុសឲ្យមកយកបងស្រីណាពីគេហៅថាបរិយពិភពថ្មីចិត្តនឹងផ្លូវក្បាត់ក្រុង50ម៉ែត្រដល់ពេលបងប្រុសមកយកមកដល់កន្លែងថ្មគោលសាប់តែទៅលេខហ្នឹងអត់ទទួលទៀតទេហើយបងស្រីស្រួលថាតើគាត់ចង់ទៅណាបងស្រីក៏អត់ដឹងអីទាំងអស់ចាតែអង្គុយពីយំតែយំរហូតតែម្ដងតាំងពីពេលចេញមកហើយឥឡូវបើសិនជាអាចបាញ់អាចដប់គាត់ទៅកន្លែងដែលគាត់ដេញបុកឃីងមកមិញវិញបានទេបានទៅបងហ្នឹងឯងដប់ទៅអញ្ចឹងហ្មងទៅអាកន្លែងដែលមានអ្នកជូនមកចេញមកមិញណាបាទដប់ទៅផ្ទះហ្នឹងវិញទៅណាខ្ញុំស្គាល់មកផ្ទះហ្នឹងព្រោះខ្ញុំរត់នៅហ្នឹងរាល់ថ្ងៃហ្នឹងបាទបងប្រុសបងប្អូនឥឡូវចេះទៅឲ្យបងប្រុសគាត់ធ្វើការជូនបងស្រីហ្នឹងទៅកន្លែងផ្ទះដែលគាត់មកវិញមិញណាព្រោះអញ្ចឹងទៅដើម្បីឲ្យគាត់ស្ងប់ចិត្តព្រោះបងប្រុសគាត់ត្រូវការរកស៊ីដែរបងប្អូនឥឡូវដើម្បីកុំឲ្យវែងឆ្ងាយខ្ញុំបានចេញលុយថ្លៃកង់3ទៅឲ្យបងស្រីដែលគាត់ជិះកង់3មិញណាដែលបងកង់3គាត់បានដប់គាត់ពេញកន្លែងទៅហ្នឹងឯងគាត់រត់ផ្ទះគាត់អត់ឃើញអញ្ចឹងទៅស្នើសុំបងកង់3ដើម្បីសុំឲ្យគាត់ជួយដប់បងស្រីហ្នឹងត្រឡប់ទៅវិញបាទហើយសម្រាប់លុយកង់3គឺខ្ញុំបានចេញជូនបងប្រុសឲ្យអរគុណដល់បងប្រុសកង់3ខ្លាំងមែនទែនដែលបានថាចំណាយពេលវេលានៅក្នុងការជួយមើលគាត់ដឹកគាត់ទៅនេះទៅនោះដោយមិនបានរញ៉ាថាទម្លាក់គាត់ចោលអញ្ចឹងក៏អរគុណបងដែរដែលបានជួយស្រួលត្រង់ចំណុចនេះបងប្អូនជាទីមេត្រីបច្ចុប្បន្នឃើញថាបងស្រីត្រូវបានបងដែលជាអ្នករត់កង់3ហ្នឹងដប់គាត់ទៅកន្លែងដើមវិញមានន័យថាកន្លែងណាដែលគាត់ឡើងជិះលើកង់3បងកង់3ដប់យកទៅកន្លែងទៅនឹងដំបងឡើយហ្នឹងគឺគាត់ចេញមកពីតំបន់មួយគេថាបរិយភពថ្មីចិត្តផ្លូវក្បាត់ក្រុង50ម៉ែត្រដល់ពេលឡើងមកហ្នឹងគាត់ប្រាប់មកថាមកថ្មគោលតែគាត់នៅហ្នឹងប៉ុន្តែស្រាប់តែមកតាំងពីមករហូតដល់ពាក់កណ្ដាលផ្លូវក៏ចាប់ដើមយំហ៊ូមកដល់ថ្មគោលសួរថាតើនៅទីណាគាត់អត់ស្គាល់បងកង់3ព្យាយាមដប់វែងពេញហ្នឹងគាត់នៅតែរកមិនឃើញអស់ជំរឹះបងកង់3ក៏តាក់ទងមកខ្ញុំក៏បានជួបគាត់នៅកន្លែងមុខពលានចាស់នេះហើយដល់ពេលស៊ូនំចូលឡើងទៅគាត់control ខ្លួនឯងអត់បានអញ្ចឹងក៏ខ្ញុំស្នើឲ្យបងកង់3ជួយធ្វើការដប់គាត់ត្រឡប់ថយក្រោយវិញទៅកន្លែងណាដែលគាត់ឡើងហ្នឹងទៅហើយខ្ញុំក៏បានចេញលុយថ្លៃកង់3ឲ្យទៅដល់បងកង់3ផងដែរហើយក៏អរគុណទៅដល់បងកង់3ម្ដងទៀតបងប្អូនជាទីមេត្រីជុំវិញនឹងព័ត៌មាននេះខ្ញុំបាទមានសារ៉ាមាត់រហ័ស3ត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនឹងជ្រាបជាព័ត៌មានតែប៉ុណ្ណេះប្រសិនបើមានអ្វីបន្ថែមជុំវិញនឹងព័ត៌មាននេះខ្ញុំបានធ្វើការអាប់ដេតនិងរាយការណ៍ព័ត៌មានជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនឹងជ្រាបជាបន្តទៀតខ្ញុំបាទមានសារ៉ាក៏សូមអរគុណនិងសូមគោរពលាជួបគ្នាជាមួយខ្ញុំបាទមានសារ៉ាមាត់រហ័ស3ត្រង់នៅព័ត៌មានបន្តបាទសូមអរគុណ